ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះមាននឹងបន្តសាច់រឿងមួយយើងទៀតគឺរឿងបៃដងខ្ចីតោះហើយឥឡូវណាគេបានកាត់មួយថ្ងៃថ្មីហើយកូនប្រុសរបស់យើងហ្នឹងគាត់ក៏បានដើរចូលមកដល់អេដមីនខ្ជិលហៅឈ្មោះគាត់ទៀតណាដោយសារតែគាត់ហ្នឹងគាត់ទៅមកពីធ្វើការហើយនៅវេលាចូលមកដល់ផ្ទះហ្នឹងមក9ទៀតហ្នឹងណាហើយកូនប្រុសរបស់យើងណាក៏បាននិយាយថានាងនៅតែភ្ញាក់ហើយកូនស្រីរបស់យើងហ្នឹងគាត់កំពុងតែគូររូបផ្កាដាក់នៅលើថូអ្នកនរគ្នាហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បាននិយាយថាខ្ញុំកំពុងតែរងចាំអ្នកហើយកូនប្រុសរបស់យើងហ្នឹងនិយាយបានប៉ណ្ណឹងហើយក៏បានទៅថើបក៏បានកូនស្រីរបស់យើងហើយក៏បាននិយាយថាបើខ្ញុំមកវិញយឺតគ្រាន់តែចូលគេងមុនខ្ញុំទៅខ្ញុំបានយកអាហារពេលយប់មកជូនអ្នកយ៉ាស្វីតដល់ណាវើអេដមានខ្ជិលកាត់កន្លែងនោះចាញ់ក៏ប៉ិតអាហារសម្រន់ទេគេខ្លាចអូនគេហ្នឹងថតចឹងណាហើយអ្នកមើលហ្នឹងប្រហែលជាអង្គុយញឹមហើយពេលដែលកំពុងមើលកន្លែងហ្នឹងហងញឹមអ្នកឯងគេគិតថាមនុស្សឆ្កួសណាលួចអង្គុយមើលកន្លែងណាម្នាក់ឯងណាតិចថាអេដមីនណាបានប្រាប់អេដមីនគ្រាន់តែផ្ដល់ដំណោមានទេដោយសារអេដមីនណាក៏ធ្លាប់ចឹងដែរអ្នកទាំងអស់គ្នាហើយពេលហ្នឹងកូនប្រុសរបស់យើងណាក៏បានយកអាហារសម្រន់ហ្នឹងមកឲ្យកូនស្រីរបស់យើងថែមទាំងគាត់ហ្នឹងបានដោះស្រាយក៏បានដោយសារតែគាត់ធ្វើការអត់កម្លាំងពេកហើយកូនស្រីរបស់យើងណាក៏បាននិយាយថាថ្ងៃនេះខ្ញុំបានរើសធម៌មួយនៅតាមផ្លូវពេលត្រឡប់មកពីថ្នាក់វិញខ្ញុំកំពុងគូររូបនេះហើយក៏បានភ្លេចពេលវេលាហើយកូនប្រុសរបស់យើងក៏បាននិយាយថានិយាយតែតែម៉ាត់ហ្នឹងទេហើយអេមីនណាប៉ាជាសុំតោះអ្នកទាំងអស់គ្នាមែនតើដោយសារតែមានសម្លេងរំខានអេមីនដឹងមិនទេអើយតែអេមីនណាចាប់ដើមមកបញ្ចូលសម្លេងឃើញវាចូលមកកុកអីហាចឹងហើយអេមីនប៉ាជាសុំតោះអ្នកទាំងអស់គ្នាប៉ាត់មែនណាហើយកូនស្រីរបស់យើងណាក៏បានយកនំបង្អែមហ្នឹងណាមកបើកមើលហើយកូនប្រុសក៏បាននិយាយថាការញ៉ាំបង្អែមនៅពេលយប់ធ្វើឲ្យអ្នកឡើងទម្ងន់ហើយចឹងទិញឲ្យគ្នាធ្វើឲ្យអូមកពីគេស្រឡាញ់គេខែចឹងណាហើយកូនស្រីរបស់យើងណាក៏បានគិតក្នុងចិត្តថាវាជាកន្លែងលក់បង្អែមនោះម្ដងទៀតហើយបែរងប្រកាសជាចូលចិត្តកន្លែងនោះហើយកូនស្រីរបស់យើងក៏បាននិយាយថាហាងនោះនៅឆ្ងាយពីការិយាល័យហើយនៅទល់មុខផ្ទះកុំខំប្រឹងដើម្បីយកវានៅពេលក្រោយដោយអ្នកធ្វើការយឺតឲ្យតែអ្នកធ្វើការយឺតចង់និយាយថាកូនស្រីរបស់យើងណាគេបារម្ភមកពីបងរបស់គេហ្នឹងណាហើយកូនប្រុសក៏បាននិយាយវិញថាមិនអីទេហើយកូនស្រីរបស់យើងណាក៏បាននិយាយថាមើលមុខខ្ញុំមិនមូលទេឬហើយចង្កេះខ្ញុំក៏មិនមូលដែរចង្កេះខ្ញុំក្រាស់ជាងគេគិតថាគេហ្នឹងថតហ្នឹងគ្នាយើងស្អាគាត់ញ៉ាំពេលយប់ចឹងណាហើយកូនប្រុសរបស់យើងក៏បានយកដែរចូលទៅចាត់ចង្កេះរបស់កូនស្រីរបស់យើងថែតែនិយាយថាអ្នកមិនថតទេហើយវាមិនអីទេទោះបីជាអ្នកឡើងទម្ងន់បន្តិចក៏ដាក់យូរស្វីតណាហើយពេលហ្នឹងកូនប្រុសរបស់យើងក៏បាននិយាយតទៀតថាអ្នកមានក្រែមនៅលើថ្ពាល់របស់អ្នកថែមទាំងយកដៃទៅនិយាយថាអង្អែលនៅកន្លែងហ្នឹងទៀតខ្ញុំអាចថ្ពាល់កូនស្រីរបស់យើងហ្នឹងណាអូយអ្នកទាំងអស់គ្នាយកដៃទៅជូតថ្ពាល់គេមិនងំឯណាថែមទាំងយកមកលិតទៀតអើយណាគេហ្នឹងអនាគតប្តីណាគេហ្នឹងអើយតោះដល់យើងតសាច់រឿងចឹងទៀតហើយកូនប្រុសរបស់យើងក៏បានសួរសំណួរទៅកាន់កូនស្រីយើងថាតើអ្នកបានប្រើទឹកអប់ទេហើយកូនស្រីរបស់យើងក៏បាននិយាយថាអូមែនហើយខ្ញុំបានប្រើទឹកអប់ដែលអ្នកបានឲ្យខ្ញុំដែលដូចជានៅក្នុងហ្នឹងមានរោគព្រៃរដូវរងាដែលអ្នកបានឲ្យមកខ្ញុំតើអ្នកនៅចាំក្លិនរបស់វាទៀតវាពិតជាមានក្លិនក្រអូបយូរអង្វែងណាគេមិនចាំកូនបើគេជាអ្នកទិញឲ្យឯហ្នឹងបើមិនចាំទៀតមិនបាច់ថាមិនធ្វើមនុស្សហ្មងហ្នឹងណា
ហើយកូនផក៏បាននិយាយថាវាមានក្លិនក្រអូបណាស់តោះទៅបន្ទប់អីយ៉ារឿងអីកែណានិយាយតបានហួយไปหมดហងក៏បានធ្វើអីនៅលើហ្នឹងហើយអ្នកគ្នាអេមានអត់ចង់និយាយវែងឆ្ងាយទេហើយក៏បានដើរចេញកូនស្រីរបស់យើងមានតការសុំបងគេហ្នឹងណាឲ្យខ្លួនបានមើលមុខគេអូយអីគេហ្នឹងហើយកូនស្រីរបស់យើងក៏បានគិតក្នុងចិត្តថាខ្ញុំមានកម្រងនិយាយជាមួយគាត់អំពីការអញ្ជើញចូលរោងពិធីខួបកំណើតនៅយប់នេះនិយាយខុសសេរីអ្នកគ្នាអាហឺខ្ញុំមិនជឿរឿងនោះទេហើយនិយាយថាកូនស្រីរបស់យើងគឺគាត់បានដង្ហើមធំហើយកូនស្រីរបស់យើងក៏បានបដិញ្ញាចិត្តថាលើកក្រោយបើមានរឿងនឹងទៀតខ្ញុំនឹងទប់ទល់ជាមួយគាត់ហើយកូនស្រីរបស់យើងណាក៏បាននិយាយថាខ្ញុំនឹងស្លៀកសម្លៀកបំពាក់ស្អាតនៅយប់នេះកូនស្រីរបស់យើងដើរបដើនិយាយបដើនឹងហើយក៏បានទៅរើសឈុតនៅក្នុងទូកៅអៅហើយក៏បាននិយាយថាខ្ញុំនឹងទៅបដូរឆ្លៀកឈុតកេងមួយឈុតទៀតហើយពេលណាកូនស្រីរបស់យើងក៏ទៅបើកទូទាំងអស់ហើយក៏បាននិយាយថាគាត់នឹងនិយាយថាទៅសម្ដៅទៅលើកូនផរបស់យើងនឹងបានឲ្យទាំងអស់នឹងមកគាត់ច្រើនណាស់ហើយកូនស្រីរបស់យើងណាក៏បានក្នុងចិត្តថាខ្ញុំពិតជាសង្ស័យថាបៃរុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្រមូលទឹកអប់គាត់មិនសូវប្រើវាទេប៉ុន្តែគាត់ឈរចិត្តណាទិញឲ្យវាមកខ្ញុំ sorry នឹងគេច្រឡំហៅថាទិញហើយកូនស្រីរបស់យើងក៏បាននិយាយទូរស័ព្ទដោយសារតែមានខ្សែមួយខាងទៀតគឺបានខលមកគាត់ចឹងណាហើយគាត់ក៏បាននិយាយថាសាំង UL មានរឿងអ្វីជប់ជ្រុលហើយយប់ស្រូវហើយ sorry អ្នកគ្នាមាននិយាយសោះច្បាស់ហើយពេលសាំង UL ហ្នឹងក៏បាននិយាយថាអូទេខ្ញុំភ្លេចថាយប់ហើយទៅទីនោះសូមអភ័យទោសនៅទីនេះនៅតែមានពេលថ្ងៃថាខាងហ្នឹងគឺនៅពេលថ្ងៃចឹងណាអ្នកគ្នាពេលខ្លះអ្នកទាំងអស់គ្នាឃើញអបិហ្នឹងនិយាយថាទូមុខជឹកជុះតែក្នុងកំណត់ដឹងមិនទេនិយាយថាដូចពុកមេប៉តេះ fake មេចុកជួយចុកយ៉ាសៀមហ្នឹងហ្មងនិយាយមែនមួយនោះគឺអត់ភ្លេចទង្វើដែលវាបានធ្វើមកលើខ្មែរយើងទេនិយាយមែនក្តៅសាហាវនិយាយមែនក្តៅលកជាណាឃើញម្ដងណាបើកសភៅប្រវត្តិសាស្ត្រមើលម្ដងទឹកថ្ងៃនេះគឺចង់ច្រកមកហ្មងឈឺចិត្តហ្មងណាគ្នាស្អិតត្រង់ហ្មងហើយបើណាគេមិនចង់ស្ដាប់ឲ្យមាននិយាយហ្នឹងក៏អាចផ្សាយទៅបានទៅដោយសារតែឲ្យមានណាគឺមិនជឿថាទុកចិត្តវាអត់បានបើមិនបានចេះវាទេគឺឲ្យមាននៅមិនសុខនិយាយមែនពួកអាបតិសិក SP ហ្នឹងចង់និយាយចង់ពួកវាហ្នឹងគឺថោកដល់ហើយណាអេដមីនខណាចេដើម្បីបញ្ផ្សាយកំហឹងអេដមីនដែលទ្រាំទុកគេថាកាមុនអេដមីនដែរនិយាយចេដល់ខណៈហ្នឹងគឺដោយសារអេដមីនគ្រាន់តែសរសេរតែប៉ុណ្ណោះប្រទេសរបស់វាហ្នឹងគឺជាប្រទេស fake គឺអន់ខ្លាំងមែនតែនហ្មងអ្នកគ្នានិយាយមែនចោលតែនិយាយពាក្យដូចអាយដល់ថាយកឯងមកអាប្រទេស fake អាកាឬមកអាសៀមតោះចេប៉ុណ្ណឹងបានអ្នកគ្នាដោយសារប្រទេសយើងគឺអត់ចង់មានសង្គ្រាមមួយពួកវាគឺចង់បានសន្តិភាពហើយឥឡូវយើងបន្តសេចក្ដីរបស់យើងទៀតហើយអបិសាំង UN ហ្នឹងក៏បាននិយាយថាអេរិចខ្ញុំនឹងមកដល់អាកាសយានដ្ឋាននៅម៉ោង3រសៀលថ្ងៃស្អែកតើអ្នកអាចមកទទួលខ្ញុំបានទេហើយកូនស្រីរបស់យើងក៏បាននិយាយថាឆាប់នេះដល់ពេលហ្នឹងកូនប្រុសក៏បាននិយាយថាតើនោះជាសាំង UL មែនឬហើយពេលសាំង UN ហ្នឹងក៏បាននិយាយថាបៃរុងមកទទួលខ្ញុំជាមួយអេរិចហើយឥឡូវយើងកាត់មកថ្ងៃស្អែកត្មងទៅអ្នកគ្នាកន្លែង plan ចំហរបស់គេហ្នឹងអ្នកគ្នាហើយកូនស្រីរបស់យើងហើយនឹងកូនប្រុសក៏បានមកឈរចាំពេលសាំង UL ហ្នឹងហើយពេលសាំង UL ក៏បាននិយាយថាខ្ញុំនៅទីនេះហើយពេលសាំង UL ហ្នឹងក៏បាននិយាយថាអេរ៉េកនិយាយថាឈ្មោះកូនស្រីរបស់យើងហ្នឹងណាហើយដល់ពេលហ្នឹងគេក៏បានសាច់រឿងក៏បានបង្ហាញពីបែបហ្នឹងថាជាសាំង UN ណាជាបងប្អូនជីដូនមួយជាមួយនឹងបាយរងកូនប្រុសរបស់យើងគាត់ហ្នឹងកំពុងសិក្សានៅបរទេសហើយពេលសាំង UN ហ្នឹងក៏បានហត់អបកូនស្រីរបស់យើងថែទាំងនិយាយថាអេរ៉េកខ្ញុំនឹកអ្នកខ្លាំងណាស់ហើយពេលណាកូនប្រុសរបស់យើងក៏បានទៅចាប់កោសាំង UN ហ្នឹងចេញហើយបាននិយាយថាសូមប្រយ័ត្នអេរយាបតរបស់អ្នកនៅសាធារណៈហើយកូនស្រីរបស់យើងណាក៏បាននិយាយថាមិនអីទេតោះយើងត្រឡប់ទៅផ្ទះវិញសាំង UL តើអ្នកឃ្លានទេ
ហើយអបិសាំងយូអែណាក៏បាននិយាយថាមានហើយខ្ញុំមិនបានប៉ះអាហារនៅលើយន្តហោះទេខ្ញុំគ្រាន់តែចាំញ៉ាំម្ហូបអេរិចចំអិនតែប៉ុណ្ណោះគាត់ជាចុងភៅដ៏ល្អបំផុតលើកជើងដល់លើកជើងហើយអបិសាំងយូអែណាក៏បាននិយាយថាមានតែបាយរងហើយនឹងអេរិចទេគឺជាមនុស្សពិសេសអ្នកដឹងទេហើយអបិណាក៏បាននិយាយតទៀតថាប្រញាប់ឡើងរៀបការជាមួយគ្នាជាមួយគាត់ sorry នឹងគ្នាដើម្បីខ្ញុំអាចឈប់ធ្វើម្ហូបរបស់គាត់ជារៀងរហូតហើយសាច់រឿងរបស់យើងក៏បានចប់ប៉ុណ្ណឹងអ្នកនរគ្នាភាគយ៉ាងខ្លីៗដែរណាតែអត់មានសម្រាប់រឿងយូរដោយសារមានគូរវល់តែចប់ជ័យកូនមេចំផឹងអាយ៉ាក៏ដូចម៉ែក៏ម៉ែយ៉ាសៀមអញ្ចឹងណាអ្នកនរគ្នាហើយបើមានកំហុសអីក៏ប្រកាន់តែមានន័យសើមានវាគេថាជាJames C ចឹងណាវាក៏មានចំផឹងអាយ៉ាសៀមហ្នឹងsorry ណាទាំងអស់គ្នាបាយ